បាទសូមលំអរកាយក្រាស់ថ្វាយបង្គំគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃសូមជំរាបសួរបងប្អូនជួបរួមជាតិជួបរួមពិសាជាទីគ្រប់ប្របានទាំងអស់គ្នានេះខ្ញុំមកចែករំលែកជាវីដេអូទី3និយាយអំពីការអាននិងចែករំលែកនៅច្បាប់ក្រមព្រំប្រទាននិងវិសោធនកម្មក្រមព្រំប្រទាននៃព្រះរាជាណាចក្រកម្ពុជាត្រង់ចំពុកទី2មូលហេតុនៃការមិនទទួលខុសត្រូវឬការសម្រាលនៅការទទួលខុសត្រូវព្រំប្រទាននៅក្នុងទំព័រទី9មាត្រា31ការមិនទទួលខុសត្រូវដោយសារមូលហេតុវិបលាសស្មារតីការបើជនណាម្នាក់ប្រព្រឹត្តបទល្មើសនៅពេលដែលជននោះកើតវិបលាសស្មារតីដែលធ្វើឲ្យបាត់បង់នៅការដឹងខុសត្រូវរបស់ខ្លួនជននោះមិនទទួលខុសត្រូវព្រមប្រទានទេការបើជនណាម្នាក់ប្រព្រឹត្តបទល្មើសនៅពេលដែលជននោះកើតវិបលាសស្មារតីដែលបន្ថយនៅការដឹងខុសត្រូវរបស់ខ្លួនជននោះនៅតែទទួលខុសត្រូវព្រមប្រទានដដែលប៉ុន្តែតុលាការត្រូវគិតគូរអំពីបញ្ហានេះកាលណាតុលាការកំណត់ទោសការបើជនណាម្នាក់ប្រព្រឹត្តបទល្មើសនៅពេលដែលជននោះកើតវិបលាសស្មារតីដោយសារការប្រើប្រាស់គ្រឿងស្រវឹងគ្រឿងញៀនឬសារជាតិដែលច្បាប់ហាមឃាត់មិនអាចរួចផុតពីការទទួលខុសត្រូវព្រំប្រទានឡើយមាត្រា32ការអនុញ្ញាតដោយច្បាប់ឬអាជ្ញាធរបុគ្គលណាដែលប្រព្រឹត្តអំពើដែលបានបញ្ញត្តិឬអនុញ្ញាតតាមច្បាប់បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេបុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេលើកលែងតែអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ស្ដែងយ៉ាងជាក់ច្បាស់ប៉ុន្តែចារីសហចារីនិងអ្នកផ្ដាំគំនិតឬអ្នកសងគំនិតក្នុងបទប្រល័យពូជសាសន៍បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិឬបទឧក្រិដ្ឋសង្គ្រាមมันអាចលើកលែងឲ្យផុតពីការទទួលខុសត្រូវព្រំប្រទានរបស់ខ្លួនទេទោះបីជាក្នុងករណីមានមូលហេតុដូចខាងក្រោមក៏ដោយ 1. ជនល្មើសនោះបានប្រព្រឹត្តអំពើដែលបញ្ញត្តិអនុញ្ញាតឬហាមឃាត់ដោយច្បាប់ជាធរមាន 2. បុគ្គលនោះបានប្រព្រឹត្តតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់មាត្រា33ការការពារស្របច្បាប់បុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់មិនទទួលខុសត្រូវព្រំប្រទានទេការការពារស្របច្បាប់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះបទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួនការពារអ្នកដទៃឬការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវបទល្មើសនិងការឈ្លានពានត្រូវតែកើតឡើងក្នុងពេលជាមួយគ្នានិងគ្មានវិសមមាត្ររវាងមធ្យោបាយការពារដែលប្រើប្រាស់និងទម្ងន់នៃការឈ្លានពានមាត្រា34សច្ចធារណៈនៃការការពារស្របច្បាប់ត្រូវសន្មតថាជាការការពារស្របច្បាប់នៅក្នុងករណីដូចតទៅ 1. បទល្មើសត្រូវបានប្រព្រឹត្តដើម្បីរុញច្រានការចូលក្នុងពេលយប់ដោយការគប់គាស់ទម្លុះទម្លាយដោយហិង្សាឬដោយកលល្បិចនៅក្នុងទីកន្លែងដែលមានមនុស្សនៅ 2. បទល្មើសបានប្រព្រឹត្តដើម្បីការពារខ្លួនប្រឆាំងនឹងការលួចឬការប្លន់ដែលអនុញ្ញាតដោយហិង្សាសច្ចធារណៈនៃការពារស្របច្បាប់ពុំមានលក្ខណៈដាច់ខាតទេសច្ចធារណៈនេះអាចត្រូវរំលាយដោយភស្តុតាងផ្ទុយមាត្រា35ស្ថានភាពចាំបាច់បុគ្គលដែលស្ថិតនៅក្នុងការចាំបាច់ត្រូវតែប្រព្រឹត្តបទល្មើសនិងទទួលខុសត្រូវព្រំប្រទានទេស្ថានភាពចាំបាច់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះបទល្មើសត្រូវបានចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួនការពារអ្នកដទៃឬការពារទ្រព្យសម្បត្តិប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមានឬដែលនឹងកើតមាននិងគ្មានវិសមមាត្ររវាងមធ្យោបាយការពារនិងទម្ងន់នៃគ្រោះថ្នាក់មាត្រា36អនុភាពនៃកម្លាំងឬការបង្ខំ
បុគ្គលដែលប្រព្រឹត្តបទល្មើសក្រោមអានុភាពនៃកម្លាំងឬការបង្ខំដែលបុគ្គលនេះមិនអាចទប់ទល់បានបុគ្គលនេះនឹងទទួលខុសត្រូវព្រហ្មទណ្ឌទេកម្លាំងនឹងការបង្ខំអាចចេញមកពីព្រឹត្តិការណ៍ក្រៅឆន្ទៈរបស់មនុស្សតែប៉ុណ្ណោះកម្លាំងនឹងការបង្ខំនេះត្រូវតែមិនអាចមើលឃើញជាមុនបាននិងមិនអាចជៀសវាងបានមាត្រា37ការមិនទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គលដែលមិនទទួលខុសត្រូវព្រហ្មទណ្ឌមិនត្រូវទទួលទរណកម្មព្រហ្មទណ្ឌណាមួយទេជំពូកទី3ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិជនអនីតិជនមាត្រា38នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌនីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌត្រូវបានកំណត់អាយុចាប់ពី18ឆ្នាំឡើងទៅមាត្រា39វិធានការអនុវត្តចំពោះអនិច្ចជនដែលប្រព្រឹត្តបទល្មើសជាកម្មវត្ថុនៃវិធានការតាមដានវិធានការអប់រំវិធានការការពារនិងវិធានការឧបត្ថម្ភប៉ុន្តែតុលាការអាចប្រកាសព្រហ្មទណ្ឌទរណកម្មព្រហ្មទណ្ឌទៅលើអនិច្ចជនអាយុចាប់ពី14ឆ្នាំឡើងទៅប្រសិនបើកលៈទេសៈនៃបទល្មើសឬបុគ្គលិកលក្ខណៈរបស់អនិច្ចជនតម្រូវមាត្រា40ប្រភេទនៃវិធានការតាមដានវិធានការអប់រំវិធានការការពារនិងវិធានការឧបត្ថម្ភមានដូចតទៅ 1. ការប្រគល់អនិច្ចជនឲ្យទៅពុកម្ដាយអាណាព្យាបាលបុគ្គលដែលថែរក្សាអនិច្ចជននោះឬបុគ្គលណាផ្សេងទៀតប្រសិនបើបុគ្គលនោះស័ក្តិសមនឹងទំនុកចិត្ត 2. ការប្រគល់អនិច្ចជនឲ្យទៅសេវាសាធារណៈដែលសម្រាប់ទទួលបន្ទុកអនិច្ចជន 3. ការប្រគល់អនិច្ចជនឲ្យទៅអង្គការឯកជនដែលមាននីតិសម្បទាក្នុងការទទួលអនិច្ចជន 4. ការប្រគល់អនិច្ចជនឲ្យទៅមន្ទីរពេទ្យឬស្ថាប័នឯកទេស 5. ការដាក់អនិច្ចជនឲ្យស្ថិតនៅក្រោមការការពាររបស់តុលាការមាត្រា41ការដាក់ឲ្យស្ថិតនៅក្រោមការការពាររបស់តុលាការក្នុងករណីដាក់ឲ្យស្ថិតនៅក្រោមការការពាររបស់តុលាការនោះតុលាការចាត់តាំងបុគ្គលមួយរូបដែលទទួលភារៈធ្វើការតាមដានអនិច្ចជនបុគ្គលនេះផ្ញើរបាយការណ៍ស្ដីអំពីអកិរិយាមាយាទរបស់អនិច្ចជនឲ្យបានទៀងទាត់ដល់ព្រះរាជអាជ្ញាបុគ្គលនេះផ្ដល់ព័ត៌មានដល់ព្រះរាជអាជ្ញាអំពីព្រឹត្តិការណ៍ទាំងអស់ដែលអាចនាំឲ្យមានការប្រែនៅវិធានការនេះជំពូកទី4ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលមាត្រា42ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនៅក្នុងករណីដែលមានចែងជាក់លាក់ក្នុងច្បាប់និងបទកថាគតិយុត្តផ្សេងទៀតនីតិបុគ្គលលើកលែងតែរត់ចេញអាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌពីបទល្មើសដែលប្រព្រឹត្តដោយអង្គការឬអ្នកតំណាងរបស់ខ្លួនដើម្បីជាប្រយោជន៍របស់នីតិបុគ្គលនោះការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលមិនលើកលែងនៅការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបព័ន្ធបុគ្គលក្នុងអំពើដដែលនោះទេបាទសូមអរគុណសូមជម្រាបលា